ok lời ở con cho buộc vào tập lọc màu vánh và chỉ buộc nhom bạt và ca bị bật bằng hai rồi bọc nhom nơi merian muốn cứ merian thì tập làm bay và dây om pi pivot table report và ok nơi viện này cứ dân bật bằng hai rồi bọc nhom chỉ bằng toàn từ tiền này cứ dây om pi merian thì tập làm bốn này dây om pi càng ấy chỉ muốn split and press pan ok chỉ cách chấp đám bà nhom lực dụ vì càng ấy chỉ muốn press pan bà ta press pan dân ra đầm bay ở vậy bà press panត្រូវបានគេប្រើដើម្បីចែកការបង្ហាញទិន្នន័យនៅក្នុងក្បាលកឡោននៅក្នុង worksheet បាទជាទូទៅគេកំណត់ press pan នេះនៅពេលគេចង់ទុកក្បាលកឡោនដែលមានទុកទិន្នន័យច្រើនដើម្បីងាយស្រួលក្នុងការពិនិត្យមើលថាតើចំណងជើងនៃការងារខាងលើនិយាយអំពីអ្វីបាទជាឧទាហរណ៍ថានៅក្នុងតារាងទិន្នន័យរបស់យើងមួយយើងមានចំនួនបុគ្គលិកនឹងរាប់ម៉ឺនរាប់សែននាក់បាទអញ្ចឹងកាលណាគេ scroll បាននេះចុះក្រោមអញ្ចឹងទិន្នន័យហ្នឹងវារត់ឡើងលើរហូតអញ្ចឹងយើងអត់ដឹងថាតើទិន្នន័យដែលគេនិយាយហ្នឹងក្បាលចំណងជើងនិយាយពីអីទេបាទអញ្ចឹងវារត់ចោលរហូតអញ្ចឹងដើម្បីដំណោះស្រាយនៅបាទដំណោះស្រាយបញ្ហានេះគឺគេប្រើ press pan បាទដើម្បីរបៀបកំណត់នៃ press pan ដំបូងគឺទី1គឺយើងដាក់cursor យើងបាទនៅ active នឹងមកបាទ select លើក្បាលបាទខ្ញុំទុកកឡោនក្បាលរ៉ូទី1បាទរួចហើយខ្ញុំចុចលើ view tab បាទ view tab ហើយខ្ញុំយកពាក្យថា press pan បាទអញ្ចឹងវាបានហើយអញ្ចឹងខ្ញុំរំកិលបាទនៅពេលអញ្ចឹងទៅវាបាទទិន្នន័យវារំកិលអូខេម្ដងទៀតបាទ view tab press pan បាទ press pan អូខេអញ្ចឹងខ្ញុំរំកិលទៅគឺទិន្នន័យវារត់រហូតប៉ុន្តែក្បាលចំណងជើងវានៅខាងលើវាអត់បាត់បង់ទេបាទអញ្ចឹងទិន្នន័យវាចេះតែរត់បាទរត់កើនរោរហូតបាទរាប់ពាន់រាប់ម៉ឺនរាប់លានគឺចំណងជើងនេះគឺនៅដដែលអូខេអញ្ចឹងការប្រើ press pan នេះគឺមានគុណប្រយោជន៍ដែរចំពោះនៅក្នុងការងារគណនេយ្យដូចជានៅក្នុងស្ថាប័នដែលពិសេសគឺអ្នកដែលខាងកាន់ហិរញ្ញវត្ថុបាទអញ្ចឹងនៅកាលណាយើងមានព័ត៌មានហើយចំនួនបុគ្គលិកគឺច្រើនបាទកាលណាយើង scroll ទៅចំណងជើងនៅក្បាលកឡោនខាងលើហ្នឹងយើងអត់ដឹងថានិយាយអំពីបញ្ហាទេអញ្ចឹងកាលណាធ្វើបែបហ្នឹងគឺយើងធ្វើឲ្យមានការងាយស្រួលបាទយើងអាចមើលថាតើទោះបីយើង scroll ដល់ណាក៏ចំណងជើងមាននៅរក្សាដដែលដែរអូខេអញ្ចឹងក្នុងការយើងលុបបំបត្តិនៅ press pan វិញបាទគឺអបតតហ្នឹងគឺយើងអាចចុចដូចគ្នាបាទ view tab press pan ហើយយកពាក្យថា unpress pan អូខេបាទឥឡូវយើងចូលមេរៀនមួយទៀតបាទមេរៀនបន្តគឺនិយាយអំពី split បាទជាមួយ split បាទ split គឺមានមុខងារដូច press pan ដែរប៉ុន្តែខុសប្លែកពីគ្នានោះគឺ split បង្ហាញ scroll bar ដើម្បីទាញមើលទិន្នន័យដោយ like បាននៅក្នុង worksheet បាទឥឡូវខ្ញុំដាក់ cursor ដដែលខ្ញុំយកចុចលើ view ដដែលហើយខ្ញុំយកពាក្យថា split បាទគឺវាចែកដាច់បាទចែកតារាងទិន្នន័យហ្នឹងបាទជា2បាទនេះយើងអាច scroll អញ្ចឹងទៅទិន្នន័យវារក្សានៅខាងលើដដែលបាទអញ្ចឹងគ្រាន់តែយើង scroll ចុះក្រោមមកវាបាទម្ដងទៀតចុច view វាจะ split បាទអញ្ចឹងវាឃើញបន្តនេះគឺវាចាប់បំបែកហើយបាទអញ្ចឹង scroll ទៅឃើញរក្សាដូចគ្នាដូច press pan ដែរអញ្ចឹងយើងចង់លុបចូលដូចគ្នា view ហើយចុចលើ split មួយទៀតមកវានឹងបំបត្តិអូខេអញ្ចឹងមេរៀននេះគឺជាមេរៀនងាយៗ
ប៉ុន្តែយើងមានគុណសម្បត្តិច្រើនបាទក្នុងការងារជាក់ស្ដែងរបស់យើងដែលយើងប្រើនៅក្នុងការិយាល័យអូខេអញ្ចឹងបទបង្ហាញរបស់ខ្ញុំថ្ងៃនេះគឺសង្ខេបដល់ខ្លីបាទសូមអរគុណហើយសូមជម្រាបលា